អូខេសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំវណ្ណដា TV Visual ស្វាគមន៍ជាថ្មីហ្នឹងហើយខានឃើញខ្ញុំចេញវីដេអូយូរគួរសមដែរដោយសារតែមួយរយៈនេះរៀងរវល់ហើយឥឡូវក៏រៀងត្នេដៃអញ្ចឹងក៏ឆ្លៀតធ្វើវីដេអូបន្ថែមទៀតចែកជូនជាចំណេះដឹងបន្តិចបន្តួចជូនទៅកាន់បងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបដែលយើង install ក៏ដូចជា config សម្រាប់នៃការ record screen នៅលើកម្មវិធី OBS Studio បាទហ្នឹងហើយសូមបញ្ជាក់ផងដែរថានេះគឺមិនមែនសម្រាប់live stream ទេខ្ញុំគ្រាន់តែធ្វើសម្រាប់ការ record ជា screen នៅលើ computer យើងតែប៉ុណ្ណោះទេហ្នឹងហើយជាដំបូងគឺបងប្អូនចូលមកក្នុង web browser ណាមួយដែលបងប្អូនចូលចិត្តមករួចហើយបងប្អូនវាយពាក្យថា OBS Studio មកវានឹងចេញផ្ទាំងបែបនេះហើយហ្នឹងហើយតាមមកទេបងប្អូនអាច download វាមានសម្រាប់ Windows វា support Windows 10 និងក៏ Windows 11 អូខេហើយមួយទៀតគឺ support ជាមួយនឹង Mac OS ចាប់ពី version 12ឡើងទៅបើតាមខ្ញុំចាំ version 12នេះវាខ្ពស់ដែរគួរសមវាអាចនឹងVentura ប្រហែលជា Ventura ហ្នឹងហើយអូខេហ្នឹងហើយដោយសារតែខ្ញុំបាន download រួចហើយអញ្ចឹងខ្ញុំនឹងមិន download ម្ដងទៀតទេតែបើសិនបងប្អូនអត់បាន download ទេបងប្អូន select យកWindows 10 ឬក៏11នេះទៅអានេះសម្រាប់បងប្អូនដែលប្រើប្រាស់នៅ Windows 10 ឬក៏ Windows 11បើបងប្អូនប្រើប្រាស់នៅ Windows 7 ឬក៏ Windows 8យើងនឹងប្រើជាមួយនឹង version ទាបជាងហ្នឹងអូខេហ្នឹងហើយកុំឲ្យខាតពេលយូរតោះទៅជាមួយខ្ញុំអានេះគឺជា file installer របស់ខ្ញុំដែលខ្ញុំបានចងវាជា zip file ទុកអូខេអញ្ចឹងខ្ញុំចូលនៅក្នុងហ្នឹងមកហើយខ្ញុំតម្លើង OBS Studio នេះគឺ version 31ខ្ញុំ double click លើវាធម្មតាមកអូខេមកដល់កន្លែងនេះខ្ញុំយក yes ហើយខ្ញុំ next ទៀតហើយ install ងាយទេបងប្អូនអូខេបន្ទាប់ពីមកដល់ចំណុចមួយនេះមានន័យថាការ set up យើង complete ហើយយើងអាចបំបាច់open វាឥឡូវក៏បានដែរបើមិនបាច់ open វាឥឡូវយើងដោះ text មកហើយយើង finish តែបើខ្ញុំអត់ទេខ្ញុំចង់ឲ្យវា open ឥឡូវហ្នឹងអូខេខ្ញុំ text លើកន្លែងហ្នឹងរួចហើយខ្ញុំ finish អញ្ចឹងវានឹងទៅបើកកម្មវិធី OBS Studio យើងដែលស្វ័យប្រវត្តិអូខេកន្លែងនេះខ្ញុំអាចបិទចោលបានហើយអូខេមកដល់ចំណុចនេះគឺសំខាន់ដែរអូខេអានេះវាដល់ OBS Studio version 32ហើយប៉ុន្តែខ្ញុំអត់ចង់ទេខ្ញុំចង់ប្រើ version 30ហ្នឹងអញ្ចឹងខ្ញុំ skip the version អូខេដល់ចំណុចនេះគឺវានឹង auto configuration wizard មានន័យថាយើងអាចដាក់មួយណាក៏បានដែរទីមួយគឺ optimize for streaming សម្រាប់បងប្អូនដែល stream ចេញពី laptop ទៅកាន់ Facebook ឬក៏អីចឹងណាអូខេយើង select យកអាហ្នឹងមកហើយតែសម្រាប់ខ្ញុំអត់ទេគឺខ្ញុំគ្រាន់តែ just for recording មានន័យថាខ្ញុំគ្រាន់តែសម្រាប់ record នៅលើ screen តែប៉ុណ្្នឹងទេអូខេមួយទៀតគឺ I will only be using the visual camera មានន័យថាយើងគ្រាន់តែប្រើ OBS ហ្នឹងសម្រាប់ជាកាមេរ៉ាតែប៉ុណ្ណោះទេអូខេអញ្ចឹងដូចខ្ញុំបានបញ្ជាក់ពីដើមវីដេអូគឺខ្ញុំគ្រាន់តែចង់ record ជាវីដេអូទេអញ្ចឹងគឺខ្ញុំជ្រើសយកកណ្ដាលនេះមកអូខេខ្ញុំ next តាមទៀតកន្លែងនេះគឺយើងជ្រើសរើសយកមកអូខេ use parent ហ្នឹងគឺ 1920x18 frame rate នេះខ្ញុំចង់បានhigh resolution អូខេហើយខ្ញុំ next ហើយខ្ញុំ apply setting អូខេអញ្ចឹងរួចរាល់ហើយហ្នឹងហើយរួចរាល់ហើយតែសម្រាប់បងប្អូននៅក្នុងការ record screen គឺអត់តប៉ុណ្ណឹងគឺអត់ទាន់រួចរាល់ទេយើងត្រូវទៅបន្ថែមតិចទៀតណាទីមួយគឺខ្ញុំបិទmic នេះទីមួយគឺ desktop audio មួយទៀតគឺ mic ខ្ញុំបិទចោលដើម្បីខ្ញុំ add ថ្មីចូលអូខេអញ្ចឹងខ្ញុំ add ថ្មីចូល add ថ្មីគឺកន្លែងនេះកន្លែង source នេះយើង add មក add ទីមួយគឺ audio input អូខេអញ្ចឹងខ្ញុំអូខេណាដូចហើយវាមាន2ទីមួយគឺ default ហើយមួយទៀតគឺ microphone array នេះតែយល់ល្អយើងយកជា default ទៅខ្ញុំអូខេហ្នឹងហើយអញ្ចឹងវានឹង load មួយទៀតណាវា load មួយទៀតឡើងនេះអានេះគឺសលេងដែលយើងនិយាយចេញពី microphone ឬក៏ពីកាសរបស់យើងមកគឺវាកំពុងតែចាប់នៅហ្នឹងអូខេអញ្ចឹងហ្នឹងហើយខ្ញុំនឹង add បន្ថែមមួយទៀតខ្ញុំយក display capture អូខេ
ចឹងអានេះគឺ select display អូខេនេះកន្លែងនេះយើងអាចយក automatic មកហ្នឹងហើយតមកទៀតគឺអានេះយើងយក select display ខាងក្រោមនេះ 19:18 ដោយសារតែ screen របស់ខ្ញុំហ្នឹងវា 1080 x 18ហ្នឹងហើយយើងអូខេមួយទៀតមកហ្នឹងអញ្ចឹងវា select screen យើងកន្លែងហ្នឹងហើយមួយទៀតបងប្អូនសម្រាប់យើងចង់ដាក់រូបរបស់យើងណាយើងចង់ show បង្ហាញមកគឺយើងយក video capture device នេះមកយើងអូខេមកចឹងវានឹងបង្ហាញបងប្អូនសំទោសដោយសារតែមុខរបស់ខ្ញុំវារៀងអង្កត់តិចអូខេចឹងខ្ញុំសុំបើកភ្លើងបន្តិចទៅអូខេចាំងពីពលឺអូខេបែបនេះហ្នឹងហើយបែបនេះចាស់អូខេយើងដូចជាមានអីទេយើងយកជា default ចឹងមកយើងអូខេមកអូខេរូបរបស់យើងអាចដាក់ជ្រុងកន្លែងណានៃកាមេរ៉ាក៏បានអូខេខ្ញុំអាចព្រោះវាតូចបែបនេះទៅអូខេតែប៉ុណ្ណឹងមកហើយមួយទៀតកន្លែងaudio នេះសំទោសខ្ញុំចង់រូបខ្ញុំចង់កែរូបវាឲ្យរៀងតូចជាងនឹងតិចទៀតអូខេតែប៉ុណ្ណឹងទៅយើងអាចដាក់ចែងណាមួយក៏បានដែរខ្ញុំយកចែកខាងឆ្វេងនេះចុះហ្នឹងហើយឥឡូវយើងចូលមកដល់កន្លែង audio input capture នេះជាទូទៅខ្ញុំគឺចូលចិត្តប្រើខ្ញុំ add filter វាណាហ្នឹងខ្ញុំ add filter ថ្មីមួយហើយខ្ញុំយក noise sub នេះ suppression នេះ noise suppression នេះដើម្បីអីដើម្បីកាត់បន្ថយនៅសំឡេងរំខានអញ្ចឹងខ្ញុំយកវាជា default បែបនេះអូខេហើយខ្ញុំ close មកអញ្ចឹងនៅពេលដែលយើង start recording testing សាកល្បងឧទាហរណ៍ខ្ញុំ start record អញ្ចឹងវាតែប៉ុណ្្នឹងទេនៅក្នុងការដែលយើង set up សម្រាប់ការ record តិចតួចអញ្ចឹងណាបងប្អូនដែលមានការ config ច្រើនទៀតតែខ្ញុំអត់ទេខ្ញុំ config តែប៉ុណ្្នឹងបានហើយអូខេខ្ញុំចូលមកក្នុង setting ដើម្បីទៅពេលដែលយើង render វីដេអូចេញមកមានភាពភ្លឺច្បាស់ណាអញ្ចឹងយើងចូលមកក្នុង advanced នេះចូលខុសហើយសំទោសយើងចូលក្នុងវីដេអូនេះអញ្ចឹងអានេះគឺពេលដែលយើង record 1080 x 18អានេះពេលដែលយើង output វាបានតែ 12:8 x 720 ទេអញ្ចឹងយើងអត់យកអញ្ចឹងទេខ្ញុំចង់បាន 1080 x 18ដូចគ្នាអូខេហ្នឹងហើយអានេះគឺ frame របស់វាយក30ជា default អញ្ចឹងចាស់រួចហើយខ្ញុំ apply អូខេនឹងចាំន័យថាវីដេអូរបស់យើងដែលពេលដែលយើង record ចប់វានឹង render ចេញមកគឺ 1080 x 18បើសិនជាបងប្អូនអត់តន់បានទៅមើលអាកន្លែងហ្នឹងទេពេលដែលយើង render ចប់វានឹងទៅក្នុងកម្រិតមួយដែលស្រាលជាងហ្នឹងវាព្រាលយើងមើលអត់ទៅច្បាស់អូខេហ្នឹងហើយតោះឥឡូវអធិស្ឋានខ្ញុំអត់ចង់បង្ហាញមុខខ្ញុំទេអញ្ចឹងខ្ញុំបិទវាចោលហ្មងណាអូខេហ្នឹងហើយតោះឥឡូវយើងទៅ testing ទាំងអស់គ្នាអញ្ចឹងខ្ញុំមក start recording អូខេអញ្ចឹងខ្ញុំបិទខ្វាយមកនេះឥឡូវឧទាហរណ៍ថាខ្ញុំនឹងទៅបើកស្អីគេមួយមកបែបនេះអញ្ចឹងចុះអូខេខ្ញុំវាយget into PC អញ្ចឹងទៅអូខេអូខេ show ទៅប៉ុណ្ណឹងបានហើយអញ្ចឹងខ្ញុំបិទវាចោលអូខេអញ្ចឹងឧបមាថាពេលហ្នឹងគឺខ្ញុំ record ចប់ហើយអញ្ចឹងខ្ញុំចង់ stop អូខេអញ្ចឹងយើង stop អូខេរួចរាល់អញ្ចឹងខ្ញុំអាចខ្វែងវាចោលបានបន្តមកទៀតវីដេអូហ្នឹងនៅតែ record ជាបន្ទុកនៅកន្លែងមួយនេះគឺវីដេអូនេះហ្នឹងហើយអញ្ចឹងយើងឃើញវីដេអូថ្មីមួយនេះអញ្ចឹងយើងសាក play វា test សាកល្បងមើលទៅខ្ញុំអាចឲ្យវាបើកជាមួយនឹង Win Media Player មកឥឡូវឧទាហរណ៍ថាខ្ញុំនឹងបើកស្អីគេមួយអូខេអញ្ចឹងបងប្អូនឃើញហើយគឺវាមក sell ទៅកន្លែងហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាយើងដាក់ឈ្មោះវាទៅយើងចង់ដាក់ឈ្មោះអីក៏បានដែរឧទាហរណ៍ខ្ញុំដាក់ testing 1អញ្ចឹងទៅអូខេអញ្ចឹងអ្វីដែលជាការ record របស់ខ្ញុំគឺចប់រួចរាល់ហើយអូខេអរគុណច្រើនបងប្អូនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនហើយជួបគ្នានៅវីដេអូបន្តទៀត